Chúng rip su su đây ông bọn ở kia video này đá khi đừng nằm mà rom bóng bọn ở kia tới tu sna đầm na công sản từ căn phun nông khổng pre nơi Kawasa thật ta Kawasa miền tây phiệp bậc mây lời để dừng lại từ nâng miền tây phiệp xã bậc mâyนี่บางคนตัวสตาร์ถึงออกตามปัตเตอร์ลางพนมข้าวสารนี่คือมีนเทสเปียบสารมายังเป็นตายวีอาจหันในเพย์มีนเพลียงจราอนให้โดยเพลย์ตือขนองเปรียนี่คือเยื่อพิชันตาการกัดเพลย์โดยมีนทมอจราอนให้ทมอนึงวิมีนสไลการเตียดจังเยื่อเธอแต่มีนการปรองประหยัดขปุปีพูเยื่ออาจละดูดบานเป็นตายสไลนั่งก็วีไทม์สำรองยังมือเตอร์การได้สะอาดผ่องได้เฮ้ยปีมวยดำหนักเตอร์มวยดำหนักก็มีนเตอร์สเปียบสะอาดพลายปีนี้ได้ชีวิตใช้ยมโจจัดดำเชอเดี๋ยวมีนแอปมือเตอร์คือมีนไซน์คือสะอาดเหมือนเต้นให้ประตัวปีดำทัวดำนาตะมุกติดติดยังก็เคยเด็กยงแผบมนจังคือทมอเดี๋ยวมีนสไลน์นี่คือมีนปอสะอาดให้ไกลนั่นคือดำเชอสะอาดเหมือนเต้นจังก็สำได้ติดเตอร์ดำเชอนั่นก็มีนสไลน์การเชิญធ្វើឲ្យវាស្អាតជាមួយនឹងផ្សែងពពកដែលនៅជុំវិញហ្នឹងហើយតាមផ្លូវក៏មានបងសហគមន៍គាត់ធ្វើចដើកន្លែងណាពិបាកដើម្បីឲ្យផ្ដល់ភាពងាយស្រួលឲ្យពួកយើងដែរហើយនៅហ្នឹងបងសហគមន៍ក៏គាត់មានសេវាកម្មស្ពាយអីវ៉ាន់ឡើងដែរបន្ទាប់ពីយើងដើរមកសន្ទុះធំឥឡូវយើងដល់ចុងវាលថាវរីកន្លែងនេះគឺយើងអស់កន្លែងចោតដែលត្រូវឡើងហើយគឺយើងដើរដីរៀបស្មើបែបនេះហើយគឺថាដើរទៅប៉ះពពកមានខ្យល់ហើយយើងដើរតាមិនយូរដែរគឺដល់កន្លែងទឹកធ្លាក់មកកន្លែងហើយពេលខ្ញុំទៅហ្នឹងទឹកធ្លាក់គឺស្អាតមែនតើដោយសារវាភ្លៀងពេលខ្ញុំទៅហ្នឹងវាភ្លៀងហើយអញ្ចឹងវាសបោទឹកធ្វើឲ្យទឹកធ្លាក់ហ្នឹងកាន់តែមានសម្រស់ទៀតហើយមិនយូរប្រហែលឥឡូវពួកខ្ញុំដល់កន្លែងបោះតង់ហើយអាកាសធាតុជាក់ស្ដែងគឺជុំវិញដីអាប់ហើយនៅហ្នឹងគឺអាកាសធាតុត្រជាក់អញ្ចឹងបងប្អូនទៅអាចសកូអាវងាផងឥឡូវដល់ម៉ោងអាហារពេលល្ងាចទៀតហើយគឺថាបានបាប៊ីខ្ជូមេត្រជាក់គឺថាអេមែនតែនបន្ទាប់ពីញ៉ាំអីហើយគឺយើងអត់បានមានសកម្មភាពអីច្រើនទេគឺយើងចូលគេងឥឡូវដល់ពេលព្រឹកអីយើងត្រូវទៅមើលថ្ងៃរះតែអាកាសធាតុបែបហ្នឹងគឺអត់មានថ្ងៃទេឥឡូវយើងបានអាហារពេលព្រឹកយើងបានបបរគ្រឿងហើយយើងបានកាហ្វេបន្ទាប់ពីអាហារពេលព្រឹកហើយពួកយើងក៏បានឡើងទៅលើដើម្បីទៅមើលថាខាងលើហ្នឹងមានអីចឹងណាឃើញមេឃវាយើងស្រឡះមួយផ្លែតយើងឡើងទៅយើងបានឃើញទេសភាពមួយផ្លែតដែរប្រហែល30 second ដោយសារពពកខ្យល់បក់ពពកទៅធ្វើឲ្យយើងអាចមើលឃើញ view បានស្អាតបានមួយផ្លែតតែថតអត់ទាន់ទេដោយសារលឿនពេកនេះទស្សនវិជ្ជាដែលយើងមើលពីលើឥឡូវយើងដល់លើនេះចាប់ផ្ដើមភ្លៀងទៀតហើយយើងឈរលេងលក្ខណៈថាហាលទឹកភ្លៀងអញ្ចឹងណាដោយសារយើងចុះទៅវិញអត់ទាន់បន្ទាប់ពីចុះមកវិញឥឡូវដល់បានបាយទៀតហើយគឺបានមាន់ដុតនឹងសម្លម្ជូរគ្រឿងម្ជូរល្មមគឺលើកទី1ដែរសម្រាប់ខ្ញុំបន្ទាប់ពីបាយហើយឥឡូវយើងឡើងទៅខ្នងធីតាអាប់ហើយផ្លូវដែលយើងឡើងទៅហ្នឹងគឺស្អាតមែនតើគឺស្អាតលក្ខណៈថាប្លែកយើងអាចបានជួបពីមុនមកដែលមានផ្ទាំងថ្មហើយមានស្លែតែផ្លូវឡើងទៅហ្នឹងគឺរៀងចោតដែរហើយនេះពេលយើងឡើងដល់គឺថាខ្យល់outfit ល្មមគឺហើរចេញពីខ្លួនហ្មងបន្ទាប់ពីឡើងដល់ហើយយើងអត់អាចមើលអីឃើញពួកខ្ញុំក៏សម្រេចចិត្តថាយើងចុះមកវិញហើយនៅតាមផ្លូវក៏យើងអាចមើលកេសរកូលប្លែកដែលមានផ្កាប្លែកដែលយើងអាចមើលបានដែលមានរុក្ខជាតិប្លែកហើយនៅហ្នឹងវាសម្បូរកេសរកូលហើយរុក្ខជាតិប្លែកច្រើនសម្បូរផ្កាហើយបន្ទាប់ពីចុះមកហ្នឹងគឺពួកខ្ញុំបានសម្រេចគ្នាថាទៅលេងទឹកធ្លាក់ដែលពួកយើងឃើញម្សិលមិញហើយគេមានផ្លូវឲ្យចុះទៅដល់ខាងក្រោមដែរនេះជាទស្សនវិជ្ជាទឹកធ្លាក់នៅខាងក្រោមហើយទឹកធ្លាក់ហ្នឹងគឺថាត្រជាក់ម្នាក់បន្ទាប់ពីងូតទឹកហ្នឹងហើយគឺត្រជាក់លើចង់ស្វាយមាត់តែម្ដងបន្ទាប់មកយើងក៏គេងមួយយប់ទៀតហើយពួកយើងក៏ក្រោកមានអាហារពេលព្រឹកអីហើយយើងវិចបាយមកដែរឥឡូវយើងដល់ពេលវេលាចុះមកវិញហើយពេលយើងចុះហ្នឹងគឺថាភ្លៀង
ភ្លៀងរហូតហ្មងដល់កន្លែងនេះវាភ្លៀងខ្លាំងពេកហើយនៅខាងមុខគឺមានអូយើងអត់អាចតន់ឆ្លងបានអញ្ចឹងយើងក៏ឈប់សម្រាកញ៉ាំបាយឥឡូវបន្ទាប់ពីញ៉ាំបាយហើយយើងមានបងសហគមន៍គាត់ជួយចម្លងយើងកន្លែងអូហ្នឹងហើយក៏សូមអរគុណដល់ទឹកចិត្តបងសហគមន៍នៅនឹងគាត់មានទឹកចិត្តល្អដែលជួយចម្លងឲ្យពួកខ្ញុំហើយក៏សូមអរគុណទៅដល់បងធូ Solo Landscape ឥឡូវពួកខ្ញុំបានចុះមកដល់កន្លែងដែលយើងឡើងដំបូងហើយឥឡូវដើរទៅកន្លែងដែលយើងຕົកឡានហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចប់អរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយ